មនុស្សភាគច្រើនតែនិយាយថារៀនសន្សំលុយឲ្យហើយទៅទាន់នៅក្មេងដល់ចាស់ទៅក្រែងលោបានខ្លាចជាអ្នកមានរីឯអ្នកមានមួយចំនួននិយាយថាយើងមិនអាចសន្សំលុយឲ្យខ្លាចជាអ្នកមានបានទេអញ្ចឹងសួរថាមួយណាបានត្រឹមត្រូវសន្សំឬក៏អត់សន្សំស្ដាប់ទៅដូចវល់មតិទាំងពីរហ្នឹងគឺអត់ខុសទេគាត់តែថាសន្សំលុយតែឯងគឺវាមិនអាចធ្វើឲ្យយើងខ្លាចជាអ្នកមានបានទេយើងមិនអាចសន្សំលុយបានដល់1លាន2លាន3លានបានទេបានគ្រាន់តែថាវាប្រើរយៈពេលយូរខ្លាំងមែនតើនឹងវាមិនមែនជាចំណុចសំខាន់ដែលយើងចង់លើកឡើងនោះទេតម្លៃពិតប្រាកដនៃការសន្សំលុយគឺវាមិនមែនជាចំនួនលុយនោះទេប៉ុន្តែវាគឺជាអ្វីដែលយើងទទួលបានពីការសន្សំលុយនោះគឺជាទម្លាប់នៅពេលដែលយើងចេះសន្សំលុយគឺយើងចេះគិតគូរពីការចំណាយរបស់យើងល្អជាងមុនហើយយើងតែងតែសួរខ្លួនឯងថាតើយើងត្រូវការរបស់នឹងមែនអត់តើយើងគួរចំណាយលុយរបស់យើងដោយរបៀបណាតើលុយរបស់យើងត្រូវចំណាយទៅលើអីខ្លះមនុស្សភាគច្រើនមិនដែលបានគិតនោះទេគឺដឹងតែចាយមិនដែលពិចារណាគឺចាយតាមអារម្មណ៍ទម្លាប់សន្សំគឺវាការពារយើងវាបង្រៀនយើងឲ្យមានវិន័យក្នុងការចាយបង្រៀនពីភាពអត់ធ្មត់មិនមែនចេះតែចាយតាមតែអារម្មណ៍ផ្ដេសផ្ដាសនោះទេហើយមេរៀនទាំងអស់នេះទម្លាប់ទាំងអស់នេះគឺជាអ្វីដែលយើងត្រូវការបើយើងចង់មានទ្រព្យសម្បត្តិសុខស្ដំខ្លាចជាអ្នកមានមិនមែនសំដៅតែទៅលើការរកចំណូលបានច្រើននោះទេតែវាគឺជាការរក្សាទ្រព្យសម្បត្តិនោះឲ្យបានល្អនិងចេះបែងចែកវាឲ្យបានត្រឹមត្រូវយើងអាចរកចំណូលបានច្រើនតែបើយើងចាយមិនចេះគិតចាយតាមតែអារម្មណ៍នោះចុងក្រោយអ្វីក៏យើងគ្មានសល់ដែរបើយើងបង្កើតទម្លាប់ល្អៗដូចជាការចេះបែងចែកការចំណាយការគ្រប់គ្រងអារម្មណ៍ចេះគិតគូររឿងលុយបានល្អពេលនៅក្មេងនោះយើងនឹងនៅសល់លុយច្រើននៅពេលក្រោយហើយយើងនឹងដឹងថាយើងគួរតែធ្វើអីជាមួយនឹងលុយទាំងអស់នោះសរុបមកវិញគឺថាការសន្សំលុយមិនអាចធ្វើឲ្យយើងក្លាយជាអ្នកមានបានទេប៉ុន្តែវាអាចធ្វើឲ្យយើងក្លាយជាមនុស្សដែលអាចក្លាយជាអ្នកមានទ្រព្យសម្បត្តិសុខស្នំបានខ្ញុំឈៀនជួបខ្ញុំនៅវីដេអូក្រោយ